សូមស្វាគមន៍មកកាន់កម្មវិធី Insight ដែលជាកម្មវិធីនិយាយរឿងក្នុងចិត្តមិនថារឿងទុក្ខសោករឿងសប្បាយបងប្អូនពុកម៉ែមីមីងបងប្អូនទាំងអស់គ្នាអាចចែករំលែកបានហើយបងប្អូនពុកម៉ែមីមីងបងប្អូនទាំងអស់គ្នាអាចចែករំលែកទៅតាម Telegram របស់ខ្ញុំបាទខាងលើការចែករំលែករបស់ពុកម៉ែមីមីងបងប្អូនគឺរក្សាជាការសម្ងាត់បាទហើយថ្ងៃនេះក៏មិនខុសពីថ្ងៃរាល់ដងដែរគឺយើងនឹងនិយាយអំពីរឿងរ៉ាវក្នុងចិត្តដែលប្រិយមិត្តបានផ្ញើមករឿងនៅក្នុងថ្ងៃនេះគឺយើងបានទទួលបានពីប្អូនស្រីម្នាក់ដែលគាត់បានរៀបរាប់រ៉ាយរាប់មកខាងកម្មវិធីយើងខ្ញុំនឹងនិយាយជូនបងប្អូនឥឡូវក្នុងពេលឥឡូវនេះសួស្តីបងថ្ងៃនេះខ្ញុំមានរឿងចែករំលែកមួយចង់រៀបរាប់ប្រាប់បងដែលរឿងមួយនេះបានកប់ទុកនៅក្នុងចិត្តខ្ញុំជាយូរមកហើយខ្ញុំគឺជាកូនកំព្រាដែលឪពុកម្ដាយរបស់ខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍តាំងពីខ្ញុំអាយុ6ឆ្នាំមកម្លេះខ្ញុំមានបងប្អូនចំនួន2នាក់ហើយខ្ញុំគឺជាកូនពៅបងស្រីខ្ញុំមានអាយុ18ឆ្នាំបន្ទាប់ពីបងស្រីខ្ញុំបញ្ចប់ការសិក្សាគាត់បានធ្វើការបន្តហើយគាត់មិនបានបន្តរៀននៅសាកលវិទ្យាល័យទេគាត់ខំប្រឹងធ្វើការដើម្បីផ្គត់ផ្គង់ខ្ញុំឲ្យខ្ញុំបានចូលរៀនមានជីវភាពល្អនៅក្នុងគ្រួសារពួកយើងទាំងពីរពិតជាស្រឡាញ់គ្នាណាស់ទៅវិញទៅមកបងស្រីតែងតែមើលថែខ្ញុំយ៉ាងល្អជាច្រើនឆ្នាំមកនេះបងស្រីពិតជានឿយហត់រហូតបងស្រីមានអាយុ30ឆ្នាំទើបគាត់បានជួបគូស្រកររបស់គាត់មានអាយុប្រហាក់ប្រហែលជាមួយនឹងគាត់ដែរខ្ញុំពិតជាសប្បាយចិត្តជំនួសបងស្រីខ្ញុំណាស់ដែលគាត់បានមានគ្រួសារមួយដ៏ត្រឹមត្រូវបន្ទាប់ពីការរៀបការបងថ្លៃខ្ញុំគឺត្រូវមករស់នៅជាមួយពួកខ្ញុំដោយពួកយើងរស់នៅផ្ទះជាមួយតែតល់ពីគេឪពុកម្ដាយរបស់ពួកយើងដំបូងឡើយសភាពរបស់គាត់គឺល្អណាស់គោរពស្រឡាញ់ប្រពន្ធនិងចេះឲ្យតម្លៃប្រពន្ធរបស់គាត់ខ្ញុំក៏គិតថាខ្ញុំមានសំណាងដែរដែលមានបងថ្លៃដែលមានចិត្តល្អបែបនេះប៉ុន្តែថ្ងៃមួយនោះបានមកដល់ពេលដែលបងស្រីរបស់ខ្ញុំគាត់បានទៅចូលរួមនៅកម្មវិធីអាពាហ៍ពិពាហ៍របស់សាច់ញាតិរបស់ខ្ញុំនៅឯខេត្តផ្សេងដោយបងថ្លៃរបស់ខ្ញុំគាត់មិនអាចទៅចូលរួមជាមួយបងស្រីខ្ញុំបានទេដោយសារតែការងាររបស់បងថ្លៃខ្ញុំមិនអាចសុំជាប់មេបានហើយពេលនោះគឺជាពេលមួយដែលខ្ញុំមានការចងចាំដ៏អាក្រក់បំផុតបងស្រីខ្ញុំបានចូលរួមពិធីនោះតែឯងដូច្នេះហើយនៅក្នុងផ្ទះសល់តែខ្ញុំនិងបងថ្លៃខ្ញុំតែប៉ុណ្ណោះរឿងដែលអ្នកនឹកស្មានមកដល់គឺបងថ្លៃខ្ញុំនោះមិនដូចអ្វីដែលខ្ញុំគិតនោះទេគាត់បានលះអត្តចរិតរបស់គាត់បានយ៉ាងល្អណាស់នៅពេលដែលគាត់នៅជាមួយបងស្រីរបស់ខ្ញុំនៅពេលល្ងាចដែលខ្ញុំចេញពីរៀនសាកលវិទ្យាល័យឆ្នាំទី1វិញខ្ញុំក៏មកផ្ទះដូចជាធម្មតាហើយខ្ញុំក៏ញ៉ាំបាយរួចក៏ខ្ញុំងូតទឹកដើម្បីចូលគេងប៉ុន្តែពេលនោះបងថ្លៃរបស់ខ្ញុំបានចូលមកក្នុងបន្ទប់របស់ខ្ញុំហើយគាត់បានធ្វើរឿងមួយដែលមិនគួរធ្វើដាក់ខ្ញុំមិនចង់រៀបរាប់ពីទង្វើរបស់គាត់ឡើយវាមិនសមរម្យក្នុងការចែករំលែកទង្វើនេះគឺធ្វើឲ្យខ្ញុំឈឺចាប់យ៉ាងខ្លាំងហើយគាត់គំរាមខ្ញុំទៀតបើសិនជាខ្ញុំហ៊ាននិយាយរឿងរ៉ាវនេះចេញក្រៅគាត់នឹងធ្វើបាបខ្ញុំនិងបងស្រីរបស់ខ្ញុំប៉ុន្តែនៅពេលនោះចិត្តខ្ញុំគឺខ្ញុំមិនខ្លាចទេគឺខ្ញុំនឹងប្រាប់បងស្រីខ្ញុំនៅពេលដែលបងស្រីខ្ញុំគាត់ត្រឡប់មកវិញព្រោះនៅក្នុងចិត្តខ្ញុំគិតថាសម័យនេះហើយប្រទេសមានច្បាប់គ្រួសារមានវិន័យដូច្នេះខ្ញុំមិនខ្លាចនៅការគំរាមបែបនេះទេបន្ទាប់ពីគាត់បានប្រព្រឹត្តរឿងអនាចារមកលើខ្ញុំហើយគាត់ក៏បានជិះម៉ូតូចេញទៅក្រៅដោយមិនដឹងថាគាត់ទៅណាឡើយខ្ញុំក៏បានចាក់សោបន្ទប់រឹងពួនយំនៅក្នុងបន្ទប់តែម្នាក់ឯងតើបងដឹងទេអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនៅពេលព្រឹកខ្ញុំស្រាប់តែទទួលដំណឹងពីបងស្រីខ្ញុំដោយបងស្រីខ្ញុំបានខលមកខ្ញុំហើយប្រាប់ខ្ញុំថាបងថ្លៃឯងបានស្លាប់ហើយដោយគាត់ស្លាប់ដោយសារតែគេកាប់នៅក្នុងវងផឹកស៊ីខ្ញុំក៏ឆ្លើយចាស់និងសួរនាំដូចជាធម្មតាប៉ុន្តែនៅក្នុងចិត្តរបស់ខ្ញុំក៏បានគិតក្នុងចិត្តហើយថាសមមុខហើយមនុស្សបែបនេះសមតែជួបរឿងបែបហ្នឹងខ្ញុំគិតថានេះគឺជាកម្មពៀដែលបងថ្លៃរបស់ខ្ញុំបានប្រព្រឹត្តមកលើខ្ញុំពិតមែនហើយវាពិតជាមានបាបកម្មពិតមែនប៉ុន្តែរឿងដែលគាត់បានប្រព្រឹត្តមកលើខ្ញុំក៏សម្រេចចិត្តថាមិនបញ្ចេញទៅប្រាប់បងស្រីខ្ញុំទេព្រោះខ្ញុំមិនចង់ឲ្យគាត់ខូចចិត្តបន្ថែមទៀតនេះគឺជារឿងរ៉ាវដែលខ្ញុំលាក់ទុកនៅក្នុងចិត្តកប់អ៊ូលណែនមិនហ៊ានប្រាប់អ្នកណាទើបតែហ៊ានរៀបរាប់ប្រាប់បងនៅក្នុងពេលនេះជាចុងក្រោយក៏សូមអរគុណបងដែលបានយក
រឿងរបស់បងអូនដើម្បីមកចែករំលែកឲ្យបានធូរចិត្តហើយសូមឲ្យបងសុខសប្បាយបាទខ្ញុំក៏សូមអរគុណដូចគ្នាដែរបាទហើយរឿងរ៉ាវរបស់បងអូនស្រីក៏បានបញ្ចប់ដែរតើពុកម៉ែមីងបងប្អូនទាំងអស់គ្នាគិតយ៉ាងណាដែរហើយសូមពុកម៉ែមីងបងប្អូនទាំងអស់គ្នាបញ្ចេញយោបល់នៅខាងក្រោមហើយសូមដាក់សញ្ញាមេដៃមួយមកបើសិនជាពុកម៉ែមីងបងប្អូនទាំងអស់គ្នាស្ដាប់ដល់ចំណុចនេះបាទខ្ញុំបាទវាសនាសូមជួបគ្នានៅវីដេអូក្រោយអរគុណច្រើន